វីដេអូមុនខ្ញុំបានបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបបង្កើត account iLog បាទជាបង្កើត account iLog នឹងហើយយើងយកមកបង្កើត Apple ID បាទសម្រាប់ធ្វើការ download កម្មវិធីផ្សេងបាទវាព្រោះថាaccount iLog នេះវាងាយស្រួលប្រើបាទវាអត់ងាយខូចទេបាទវាអត់ពិបាកទាមទារអញ្ញៃដូច Gmail ទេបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចចូលមកមើលអំពីរបៀបបង្កើត Apple ID ដោយប្រើ account iLog បាទអញ្ចឹងយើងដំបូងឡើងយើងចូលទៅ check មើលកន្លែង setting មក account នេះអត់មាន Apple ID ទេបាទអញ្ចឹងដើម្បីធ្វើការបង្កើតហ្នឹងទីមួយយើងត្រូវមាន account iLog សិនបាទដូចនេះខ្ញុំមាន account iLog ដែលបានបង្កើតក្នុងវីដេអូមុនបាទនេះខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងដើម្បីធ្វើការបង្កើតទីមួយយើងត្រូវមាន account iLog ហ្នឹងហើយនឹងលេខទូរស័ព្ទដៃបាទដែលយើងកំពុងប្រើណាដើម្បីបង្កើតយើងចូលទៅក្នុង App Store មកហើយយើងយករូប logo មនុស្សនេះបាទយើងចុចលើហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាយកពាក្យថា create new account new Apple account នេះបាទយើងចុចលើហ្នឹងមកអញ្ចឹងយើងរងចាំតិចទេដើម្បីវាដំណើរការបាទបន្ទាប់មកវានឹង load ពាក្យថា create Apple account បាទអញ្ចឹងយើងវាយ email មក email នេះគឺជា email របស់iLog បាទអញ្ចឹងយើងវាយ email ដែលយើងធ្វើការបង្កើតនោះបាទខ្ញុំបាន save បាទនៅក្នុង note ហើយបាទអញ្ចឹងខ្ញុំចូលទៅយក copy យកមកបាទខ្ញុំធ្វើការ copy វាមកតើមកខ្ញុំផាសនៅកន្លែងនេះតើមកខ្ញុំវាយ password ចូលបាទ password យើងអាចធ្វើការ copy ក៏បានយើងវាយក៏បានដែរបាទបើយើងចាំយើងវាយទេបញ្ជាក់គុំម៉ែបងប្អូនទាំងអស់គ្នាបន្តិចអាកន្លែង password ហ្នឹងជីទូទៅយើងគួរតែដាក់អក្សរធំមកបាទដាក់អក្សរធំក្បាលមុនមកយើងដាក់អក្សរធំចឹងវាងាយស្រួលបាទចឹងយើងចុចកន្លែង agree to term and condition នេះយើងចុចបើកមកតើមកយើងចុចពាក្យថា next ចឹងកន្លែងនេះគេឲ្យបំពេញ information ទាក់ទងនឹងឈ្មោះនិងថ្ងៃខែឆ្នាំកំណើតដែរបាទយើងចុចមកយើងចង់ដាក់ឈ្មោះគេខ្ញុំដាក់ឧទាហរណ៍អានេះខ្ញុំដាក់ឧទាហរណ៍ទេបាទ Apple ID ខ្ញុំដាក់ថា iLog បាទ Apple ID iLog ហើយថ្ងៃខែឆ្នាំកំណើតនេះដាក់មកថ្ងៃណាបាទយើងចុចទៅលើកន្លែងសញ្ញាព្រួយហ្នឹងមកយើងអូសមកលឿនបាទយើងដាក់1190បាទដូចខ្ញុំដាក់1194បាទហើយបន្ទាប់មកចុចពាក្យថា next មកដល់កន្លែងនេះពុកម៉ែបងប្អូនទាំងគ្នាត្រូវយកពាក្យថា none បាទកន្លែងពាក្យថា none នេះហើយបន្ទាប់មកយកផ្ទៀងផ្ទាត់មកកន្លែងឈ្មោះ Apple ID last name iLog ហើយយើងដាក់កន្លែង street នេះបាទទីនេះយើងចេះតែបំពេញបាទយើងពេញឲ្យតែវាឲ្យទៅមុខទៅបាទអញ្ចឹងយើងពេញមកឧទាហរណ៍ដូចខ្ញុំដាក់ K81 ខ្ញុំដាក់ K82 កន្លែង city នេះយើងដាក់Cambodia ក៏បានហើយកន្លែងខេត្តទេយើងដាក់មកភ្នំពេញយើងដាក់ភ្នំពេញទៅបាទហើយបន្តមក postal code នេះយើងដាក់មកបាទ120,000បាទ12000បាទបន្ទាប់ពីបំពេញហើយបែបហ្នឹងយើងចុច next មកអញ្ចឹងកន្លែងនេះវាទាមទារឲ្យយើងធ្វើការផ្ញើទៅតាមលេខទូរស័ព្ទដៃបាទអញ្ចឹងយើងចុច next ទៀត
បញ្ហាបែបនេះតែលុតសញ្ញាកំហុសទៅដាក់ to maneuver verification code នឹងតកតងនឹង account តកតងលេខទូរស័ព្ទដែលយើងយកមកបង្កើតនឹងយើងប្រើច្រើនដងបាទនេះធ្លាប់ទៅបង្កើត Apple ID មុនអញ្ចឹងវាអត់ឲ្យបាទវាអត់ឲ្យ verify បាទអញ្ចឹងយើងអាចដូរលេខមកវាដាក់លេខផ្សេងមកបាទជាដូរលេខទូរស័ព្ទផ្សេងបាទលេខណាដែលយើងប្រើសម្រាប់ Apple ID ហ្នឹងបាទចឹងយើងចុចទេហើយយើងត្រូវការរងចាំតិចទៅបាទវាបានផ្ញើមកបាទនេះវាផ្ញើមកលេខទូរស័ព្ទមួយទៀតបាទអញ្ចឹងយើងវាយលេខកូដនឹងចូលទៅដោយសារលេខទូរស័ព្ទដែលខ្ញុំដាក់ហ្នឹងវានៅទូរស័ព្ទមួយទៀតបាទចឹងយើងចុច verify បាទអញ្ចឹងយើងទៅ check មើលនៅក្នុង account Outlook បាទវានឹងផ្ញើកូដទៅក្នុង account Outlook មួយទៀតបាទអញ្ចឹងយើងចូលទៅក្នុង Chrome មកដែលយើងត្រូវការ login account Outlook បាទញរងចាំតិចទៅនេះបាទវាបានផ្ញើមកក្នុង account Outlook បាទនេះយើងធ្វើការ copy មក copy ហើយយើងយកទៅផាសនៅក្នុង account Outlook ហ្នឹងបាទហើយយើងចុចពាក្យថា verify មកអញ្ចឹងវាកំពុងតែដំណើរការបាទវា set up ហើយបាទហើយធម្មតានៅពេលដែលបង្កើតហ្នឹងវាធ្វើការ sign in ចូលទៅក្នុង iCloud ទៅបាទវា sign in មកចប់ឲ្យកន្លែងនេះវាតម្រូវឲ្យយើងវាយលេខកូដបាទលេខកូដដៃដែលយើងចាក់ក្នុងទូរស័ព្ទហ្នឹងយើងវាយមកឥឡូវ Apple ID account ហ្នឹងมัน create ចប់ហើយបាទបានដូចរាល់ហើយយើងចុចពាក្យថា done មកអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចទៅ check មើលបាទយើង check មើលមកនេះបាទវាបានបង្ហាញបាទថា Apple ID យើងអាចចុចមើលព័ត៌មានបានបាទនេះបាទគេថា Apple ID account របស់យើងនឹងបានបង្កើតរួចរាល់ហើយបាទអញ្ចឹងយើងអាចចូលទៅមើលនៅក្នុង setting បាទនេះបាទយើង refresh វាបន្តិចមកនេះបាទវា load ឲ្យហើយបាទនេះ Apple ID Outlook នេះបាទអញ្ចឹងពុកម៉ែបងប្អូនគ្នាក៏លេចទៅមើល iCloud ទៅពេលដែលយើងបង្កើតហើយភ្លាមវានឹងភ្ជាប់ទៅ iCloud automatic ទេបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាអត់ចង់ប្រើទេយើងខ្លាចពេលថ្ងៃក្រោយយើងភ្លេច account ឬក៏ភ្លេច password អីចឹងទៅវានាំឲ្យពិបាកបាទអញ្ចឹងបើយើងអត់ចង់ប្រើ iCloud ទេយើងធ្វើការសាញ់អាវ iCloud នោះចេញមកបាទយើងចុចពាក្យថាសាញ់អាវនេះមកអញ្ចឹងវានឹង remove iCloud data ចេញណាបាទបន្ទាប់ពី remove iCloud data ចេញហើយយើងនឹងឃើញថា Apple ID account ក៏វា look out សាញ់អាវចេញដែរបាទអញ្ចឹងដើម្បីយើងធ្វើការ sign in វាចូលឡើងវិញយើងចូលទៅក្នុង App Store មួយសារទៀតមកហើយពុកម៉ែបងប្អូនទាំងគ្នាយើងចូលទៅក្នុងកម្មវិធីណាមួយឧទាហរណ៍ដូច Chat GPT នេះយើងចុចពាក្យថា get មកហើយពុកម៉ែបងប្អូនទាំងគ្នាវាយ Apple ID យើងបានបង្កើតមិញហ្នឹងយើងវាយចូលមកកុំភ្លេចពុកម៉ែបងប្អូនទាំងគ្នាយើងបង្កើត mail Outlook មិនមែន mail Gmail ទេបាទអញ្ចឹងយើងវាយឲ្យត្រូវមកហើយយើងចុចពាក្យថា sign in បន្ទាប់មកយើងវាយ password ចូលមកបាទ password ត្រូវផ្ដើមពីអក្សរធំមួយបាទដែលយើងធ្វើការបង្កើតពីដំបូងហ្នឹង
ហើយយើងចុចពាក្យថា sign in មកបន្ទាប់មកវានឹងដំណើរការបាទវាសួរយើងថាយើង save password នឹង automatic ឬយ៉ាងណាអញ្ចឹងយើងចុច save មកហើយបន្ទាប់មកវានឹងធ្វើការផ្ញើសារបាទផ្ញើលេខកូដមកទូរស័ព្ទមកលេខទូរស័ព្ទដែលយើងបង្កើតហ្នឹងយើងវាយចូលមកបើសិនជាពុកម៉ែបងប្អូនទាំងគ្នាបង្កើតនៅក្នុងលេខទូរស័ព្ទដែលកំពុងតែប្រើហ្នឹងវានឹងផ្ញើចូលទូរស័ព្ទហ្នឹងបាទដោយសារខ្ញុំលើកជាឧទាហរណ៍ទេបាទខ្ញុំប្រើលេខទូរស័ព្ទមួយទៀតបាទអញ្ចឹងយើងវាយចូលអស់មកបន្ទាប់មកយើងរងចាំបន្តិចបាទវាកំពុងតែ verify បាទឥឡូវដំណើរការបាទយើងចុចពាក្យថា agree and continue មកអញ្ចឹងកម្មវិធីនេះកំពុងតែ down បានហើយបាទដោយសារខ្ញុំអត់ download ទេបាទខ្ញុំលើកជាឧទាហរណ៍ទេបាទខ្ញុំចុចបិទវិញបាទអញ្ចឹងដូចជា CapCut ទេយើងចុចលើ CapCut សាកមើលទៅកន្លែងនេះវាធ្វើឲ្យយើងចុចលើប៊ូតុង power 2 ដងហើយ scan មកទៅវានឹងធ្វើការ auto ហើយបាទឥឡូវវាធ្វើការ down ហើយបាទអញ្ចឹងយើងចូលទៅមើលកន្លែង setting នោះបាទនេះបាទវាបាន load ចេញហើយបាទហើយ iCloud នោះក៏វាសួរថាតែយើងចង់ប្រើជាមួយនឹង iCloud អត់មិនយើងបានសាញវាចេញហើយបាទយើងចុចថា not now មកអញ្ចឹងយើងប្រើចំពោះតែ Apple ID សម្រាប់ download ធម្មតាទេបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទរៀងវែងទេបាទហើយបើមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមបងប្អូនទាំងអស់គ្នាអធិស្ឋានផងបាទហើយបើសិនជាមានចម្ងល់ឆ្ងល់កន្លែងណាអាច comment សួរបានបាទអរគុណច្រើនជម្រាបលា